ជាតិជាម្ដាយពេលដែលឃើញកូនមានគ្រោះថ្នាក់ម្ដាយនៅមិនស្ងៀមទេបាទទឹកហូរខ្លាំងមែនទែនបាទមានមនុស្សចូលមើលច្រើនហើយមេឆ្កែនេះគឺដើម្បីទៅបាទយកកូនមកខ្លួនមកវិញណាអ្នកណាខាត់ក៏មិនស្ដាប់ដែរដើម្បីកូនសុកចិត្តហែឆ្លងកាត់បាទទាំងទឹកហូរកំពុងតែហូរគួចខ្លាំងណាបាទពិតជាកំសត់ខ្លាំងមែនទែនហើយគូអាណិតមែនទែនសត្វមេនេះបាទដើម្បីកូនសុខចិត្តលះបង់ជីវិតណាបាទលះបង់ជីវិតបដូរជាមួយទៅនឹងបាទគ្រោះធម្មជាតិដែលទឹកហូរខ្លាំងហើយនោះកូននោះសញ្ញាព្រួយនៅកែគោលឈើនោះកូននៅទៅនៅហ្នឹងបាទហើយមើលទៅគាត់ផឹងផែងដើម្បីយកកូននោះមកវិញគាត់ហែឆ្លងទាំងទឹកហូរគាត់ថាហូរទឹកនឹងនាំគាត់ទៅបាត់ហើយនាំស្កែងទៅបាត់ហើយប៉ុន្តែអត់អីទេបាទគាត់យកកូនមកដល់គោលដៅបានណាបាទពិតជាតស៊ូខ្លាំងមែនទែនបាទនេះហើយគឺសំដៅឲ្យឃើញថាចិត្តជាម្ដាយបាទទោះបីជាកូនជួបគ្រោះថ្នាក់យ៉ាងណាក៏ដោយម្ដាយបាទស៊ូបដូរជីវិតដើម្បីកូនហើយនេះបងបាទក្នុងការងារគាត់បានចុះទៅជួយសង្គ្រោះបាទស្រង់យកបន្ថែមហើយកូនច្រើនណាបងប្អូនបាទឆ្កែនឹងកូនច្រើនមែនតើដល់ពេលពួកគាត់ជួយសង្គ្រោះហើយបាទនេះពំកូននឹងមកបាទកន្លែងសបុកថ្មីគ្រោះមិនហែយកផុតពីកន្លែងដែលមានគ្រោះថ្នាក់ហើយបាទជនជាតិគាត់បាទរោមមើលច្រើនមែនតើអាណិតមែនតើហើយក៏ថាជាសំណាងល្អដែរឆ្កែហ្នឹងនៅពេលដែលបាទរួចផុតពីគ្រោះថ្នាក់នេះហើយបាទមានគេយកទៅចិញ្ចឹមបាទយកទៅបីបាច់ចិញ្ចឹមហើយដល់ពេលគេយកទៅចិញ្ចឹមទៅសំណាងរបស់គាត់បាទសាច់ឯឡើងទលុកទាំងអស់នេះហើយគឺម្ដាយបាទต้องលះបង់ជីវិតដើម្បីកូនអូយតស៊ូខ្លាំងមែនតើបាទតស៊ូខ្លាំងមែនតើហើយវីដេអូនេះសបញ្ជាក់ឲ្យឃើញពីការលះបង់របស់ម្ដាយបាទនេះសត្វកូននោះពេលដែលវាដែតមកទៅបាទខ្លះទៅខ្លះបាទយើងទៅជួយសង្គ្រោះតន់តែខ្លះក៏ទៅតាមកក់តាមព្រៃតាមអីចឹងទៅបាទហើយមេវាលឺឃើញចឹងក៏ទៅជួយស្ទុះទៅជួយនេះជាសំណាងល្អដែលមានបងគាត់នៅចិត្តហ្នឹងគាត់ជួយចឹងណាបាទជួយឲ្យនឹងដូចខ្ញុំនិយាយចឹងហើយពេលដែលចុងក្រោយវីដេអូទៅមានគេយកគាត់យកទៅចិញ្ចឹមយកសត្វឆ្កែហ្នឹងណាយកទៅចិញ្ចឹមទាំងសម្បុកហ្នឹងហ្មងហើយជាសំណាងល្អរបស់គាត់ដែរបាទមើលវីដេអូនេះហើយគឺអាណិតមេមែនតើមេឆ្កែហ្នឹងមែនតើបាទនេះបន្ទាប់ពីជួយសង្គ្រោះហើយមានបងគាត់យកទៅបាទមើលថែចិញ្ចឹមបីបាច់ថែសាអញ្ចឹងណាហើយយើងគិតថាសត្វឆ្កែគឺជាសត្វដែលស្គាល់ម្ចាស់ជាងគេការពារម្ចាស់ជាងគេអ្នកណាមើលថែវាដិតដល់គឺអ្នកនឹងហើយគឺជាម្ចាស់ស៊ូស្លាប់ដើម្បីម្ចាស់ណាអញ្ចឹងហើយមើលការមើលថែបានដិតដល់មើលកូនណាបាទឡើងសាច់ឲ្យមេក៏ពីមុនមកពោះស្ពតលើមើលបាទសាច់ឡើងក្តាញ់វិញហើយអញ្ចឹងមានទឹកដោះឲ្យកូនហើយកូននេះក៏ថ្លោះល្អស្អាតដែរបាទក៏ស្អាតដែរហើយមានអីក៏តបពីមកការមើលថែដិតដល់ពីម្ចាស់ថ្មីនេះទៅបាទនេះមើលនេះគេសប្បាយចិត្តគេដល់ហើយមើលសាច់បាទសាច់ឡើងក្តាញ់វិញនេះមេឆ្កែបាទហើយគេសប្បាយចិត្តគេរស់នៅមានក្តីសុខបាទកូនគេក៏មានក្តីសុខដែរអរគុណណាជួយ like ជួយ share ផងបងប្អូនណាអរគុណច្រើន